ភាពខុសគ្នារវាងប្រើជីសរីរាង្គនិងជីគីមីលើដីស្រែបាទបងប្អូនអរគ្នាភាពខុសគ្នាយ៉ាងដូចម្ដេចខ្ញុំនឹងលើកអធិប្បាយរាយរាប់និងចែករំលែកនៅរឿងរ៉ាវទៅលើដីទាំងសងខាងនេះខាងឆ្វេងគឺដែលបានប្រើប្រាស់ជីសរីរាង្គច្រើនមានន័យថាផ្សំហើយខាងស្ដាំដៃគឺប្រើគីមីសុទ្ធអញ្ចឹងយើងមកប្រៀបធៀបនឹងការស្វែងយល់ទាំងអស់គ្នាបាទជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងចែករំលែករឿងរ៉ាវបទពិសោធន៍ផ្ទាល់ជាច្រើនឆ្នាំទៅលើដីកន្លែងនេះមួយកន្លែងហើយខ្ញុំនឹងប្រាប់ពីកន្លឹះខ្លះៗឲ្យបងប្អូនស្វែងយល់តើមានអ្វីដែលអាចយកទៅប្រើប្រាស់បានអញ្ចឹងដីនេះនៅខាងស្ដាំដៃគឺជាប្រភេទដីដែលគេភ្ជួរបាទភ្ជួរទុកហើយខែសម្រកគឺគេវាយសើយដូចគ្នាចំណែកដីនៅខាងឆ្វេងដៃនេះគឺมันបានភ្ជួរទេមានន័យថាច្រូតកាត់ហើយក៏ទុកចោលបាទប៉ុន្តែនៅពេលដែលទឹកសម្រកមកដូចគ្នាគឺយើងវាយប៉ុន្តែអ្វីដែលយើងមើលគឺសន្តានដីហាក់បីដូចជាមានល្បាប់ភក់ខ្លាំងមិនចាញ់អ្នកដែលបានភ្ជួរទេហេតុផលនោះគឺដោយសារអ្វីបងប្អូនដោយសារតែដីនៅខាងឆ្វេងដៃនេះគឺបានប្រើប្រាស់ក្នុងជីប្រភេទពាក់កណ្ដាលសរីរាង្គបងប្អូនដែលប្រើប្រាស់ជីពាក់កណ្ដាលសរីរាង្គគឺនឹងល្អច្រើនបាទខ្ញុំមិនផ្សាយពាណិជ្ជកម្មថាជីមួយណាទេបងប្អូនស្រឡាញ់ចូលចិត្តប្រើទៅគ្រាន់ថាខុសពីគីមីសុទ្ធគឺបងប្អូនប្រើវានឹងជួយដល់ដីឲ្យធូរល្អដីមានសុខភាពល្អបាទប៉ុន្តែនៅក្នុងខាងឆ្វេងដៃនេះគឺមិនមែនប្រើជីសរីរាង្គសុទ្ធទេបងប្អូនគឺការផ្សំបាទមានហៅថាពាក់កណ្ដាលសរីរាង្គហើយផ្សំនឹងទម្រង់គីមីតាមសេចក្តីត្រូវការរបស់ដំណាំបាទអានោះគឺស្ថិតនៅលើបច្ចេកទេសបងប្អូនបើសិនតែខ្វះបទពិសោធន៍បច្ចេកទេសអាចថាមិនគប់ចិត្តទៀតបាទហើយចំណែកខាងស្ដាំដៃនេះគឺការប្រើប្រាស់ជីគីមីសុទ្ធបាទអញ្ចឹងឃើញថាដីភ្ជួរហើយវាយអង្គប់សើយដូចគ្នាប៉ុន្តែហាក់បីដូចជាមិនលុះទេគឺមានសភាពហាប់បាទមានភាពហាប់ច្រើនជាងបាទអញ្ចឹងនេះគឺជាបទពិសោធន៍មួយហើយបងប្អូនថាធ្វើយ៉ាងម៉េចបានតែយើងអាចកណនីនឹងគិតបែបហ្នឹងដោយសារដីខាងឆ្វេងដៃនេះគឺខ្ញុំមានបទពិសោធន៍មានន័យថាខ្ញុំបានចុះតាមដានជារៀងរាល់ឆ្នាំរាល់រដូវដែលធ្វើហើយខ្ញុំបានគេហៅថាផ្សំនៅបច្ចេកទេសក្នុងការប្រើប្រាស់គោលបំណងគឺចង់ឲ្យដីមានសុខភាពល្អនិងកាត់បន្ថយការចំណាយនៅរដូវមុនគឺមានទាំងមមាញថ្នោតមានទាំងរុយសនិងជំងឺផ្សេងជាច្រើនគឺដីទាំងសងខាងស្ដាំដៃក៏ដោយនៅខាងលើខាងមុខទៀតក៏ដោយបាទត្រឹមទឹកទៅខាងនោះគឺដីគេទៀតបាទដីគេប្រើគីមីសុទ្ធទៀតអញ្ចឹងគឺម្នាក់គឺមិនចំណេញទេបាទបានតិចមែនតែនបាទហើយចំណាយខ្ពស់បាទប៉ុន្តែដីនៅខាងឆ្វេងដៃនេះគឺចំណាយមិនច្រើនហើយដែលធ្វើឲ្យមានផលចំណេញមានក្នុងនេះ3ហាត់បាទនៅក្នុងវីដេអូនេះ2ហាត់ហើយនៅកន្លែងនោះ1ហាត់ទៀតបាទប៉ុន្តែខ្ញុំផ្ដោតអានេះដោយសារនេះគឺប្រើប្រាស់ជីសរីរាង្គច្រើនរដូវហើយអានោះទើបនឹងទិញគេប្រើគីមីសុទ្ធសាធដូចគ្នាហើយទើបនឹងទិញឆ្នាំទៅលាយអញ្ចឹងគឺរៀងល្បាប់មកវិញបាទអញ្ចឹងបងប្អូនជឿមិនជឿបងប្អូនអាចសាកប្រើប្រាស់ហើយអង្កេតស្វែងយល់ចុះអំពីរឿងនេះខ្ញុំមិនបង្ហាញថាយីហោខ្ញុំយ៉ាងម៉េចឬក៏យីហោនៅលើទីផ្សារយ៉ាងម៉េចខ្ញុំគ្រាន់និយាយជាទម្រង់ជាទូទៅបាទបងប្អូនបច្ចេកទេសចុះដោយសារការចែករំលែករបស់ខ្ញុំជាលក្ខណៈទូទៅគឺឲ្យបងប្អូនស្វែងយល់កុំថាខ្ញុំព្យាយាមកេងចំណេញទៅលើយីហោបាទអញ្ចឹងបងប្អូននៅក្នុងដែលប្រើប្រាស់នេះគឺយើងផ្សំតាមលំដាប់លំដោយនៅដំណាក់កាលទី1ដំណាក់កាលទី2ផ្សំចូលទម្រង់អញ្ចឹងមានពាក់កណ្ដាលសរីរាង្គនិងគីមីបាទនិងគីមីសុទ្ធអញ្ចឹងបូកបញ្ចូលគ្នាដើម្បីប្រើប្រាស់គឺវាជួយឲ្យដីមានសុខភាពល្អដីធន់នឹងជំងឺនិងសត្វល្អិតហើយពេលដីមានសុខភាពល្អដំណាំស្រូវលូតលាស់មានកម្លាំងធន់ជំងឺនិងសត្វល្អិតអញ្ចឹងការដែលធន់ជំងឺនិងសត្វល្អិតទាំងអស់នេះដែលជួយឲ្យកសិករកាត់បន្ថយការចំណាយច្រើនព្រោះបងប្អូនដឹងហើយការចំណាយរបស់កសិករភាគច្រើនគឺប្រភេទថ្នាំសត្វល្អិតនិងថ្នាំជំងឺជាថ្នាំពុលភេទថ្លៃបាទចំណែកជីពៅបងប្អូនទៅទិញជាហោណាក៏ដោយមិនថ្លៃទេបាទមិនថ្លៃគឺមិនចំណាយច្រើនឡើយ
ចឹងបើសិនតែដីមានសុខភាពល្អបងប្អូនដាំដុះត្រូវបច្ចេកទេសតាមការណែនាំរបស់ក្រសួងកសិកម្មឬក៏មន្ត្រីកសិកម្មឬក៏បុគ្គលិកជំនាញនៅមូលដ្ឋានផ្សេងៗដែលត្រឹមត្រូវនោះគឺស្រូវមានសុខភាពល្អហើយតើយើងចាំបាច់អីប្រើប្រាស់ថ្នាំពុលដែលមានតម្លៃថ្លៃហើយស្រូវមានសុខភាពល្អធន់នឹងការបំផ្លាញរបស់សត្វល្អិតអញ្ចឹងមានហេតុផលអីដែលយើងទិញថ្នាំសត្វល្អិតមកប្រើប្រាស់បាទទាំងអស់នោះហើយដែលយើងកាត់បន្ថយការចំណាយច្រើនស្ទើរតែពាក់កណ្ដាលឬក៏ 50% នៃការចំណាយទូទៅឧទាហរណ៍តាមមហាត្រូវចាយអស់ 50,000 ក្នុងមួយរដូវនៃជីបំពណ៌និងថ្នាំពុលឯនោះគឺយើងអស់តែ 25,000 ឬក៏ 30,000 ក្នុងមហត្តាពីដើមទីរហូតដល់ចប់តែប៉ុណ្ណឹងឧទាហរណ៍ហ្នឹងតាមតម្លៃទីផ្សារបងប្អូនបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែឲ្យបងប្អូនដែលមិនធ្លាប់យល់ដឹងពីការប្រើប្រាស់ជីផ្សំបច្ចេកទេសពាក្យកណ្ដាលសរីរាង្គនិងគីមីសតហ្នឹងគឺបងប្អូនត្រូវតែស្វែងយល់ចុះដើម្បីជាប្រយោជន៍បាទជាប្រយោជន៍នៃការកាត់បន្ថយការចំណាយហើយធន់ហើយគ្រាប់ស្រូវស្អាតណាបងប្អូនបាទមិនពិបាកថែទាំអីខ្លាំងក្លាពេកនោះទេបាទគឺវាធន់ល្អមែនតើនិយាយទៅវាជាប្រយោជន៍តែម្ដងបងប្អូនមើលតែដីនឹងទឹកបានហើយបងប្អូនគឺល្បាប់ភក់ទាំងដែលយើងអត់ភ្ជួរផងបងប្អូនយើងអត់ភ្ជួរហើយនៅតែភក់នឹងលុះដោយសារដីវាមិនបានធ្វើឲ្យជីមិនបានធ្វើឲ្យដីក្រាប់ដីស្អិតដីហាប់នោះទេបាទដោយសារជីប្រភេទនោះវាជំនួយការលូតលាស់បង្កើនទិន្នផលដោយគីមីប៉ុន្តែវាមានមួយផ្នែកធំនោះគឺចម្រើនដល់ដីចង់បង្កើនឲ្យដីនឹងមានជីជាតិកាលណាដីមានជីជាតិបងប្អូនពិបាកថែមជីច្រើនទេដាក់តែសមរម្យនោះគឺទិន្នផលខ្ពស់ហើយសុខភាពល្អទៀតធន់បាទហើយពេលដែលបងប្អូនប្រើថ្នាំពុលតិចអញ្ចឹងយើងគិតថាប្រើថ្នាំពុលតិចសត្វល្អិតនឹងបំផ្លាញខ្លាំងហើយដោយសារអត់មានថ្នាំពុលអាហ្នឹងបងប្អូនអាចយល់ច្រឡំកន្លែងហ្នឹងប៉ុន្តែបើសិនតែស្រែបងប្អូនមានសុខភាពល្អហើយមិនសូវប្រើថ្នាំពុលសត្វល្អិតមានប្រយោជន៍នៅក្នុងស្រែហ្នឹងវានៅច្រើនហើយវានៅច្រើនវានឹងបំផ្លាញនឹងស៊ីនឹងចាប់នៅសត្វចង្រៃដូចជាដង្កូវមមាញរុយសអីផ្សេងៗហ្នឹងវានឹងចាប់ស៊ីជារឿងរាល់ថ្ងៃគ្រប់ពេលវេលាតែម្ដងបាទអញ្ចឹងអានោះដែលធ្វើឲ្យបងប្អូនមិនចាំបាច់ចំណាយថ្នាំពុលខ្លាំងៗនោះទេហើយស្រូវបងប្អូនសុខភាពល្អដូចគេឯងហើយចំណាយតិចទៅវិញបាទអញ្ចឹងបងប្អូនខ្ញុំចែករំលែកប៉ុណ្ណឹងហើយនេះគឺយើងព្រោះបានរយៈពេល3ថ្ងៃហើយចាំមើលវត្តតនេការលូតលាស់ហ្នឹងវាយ៉ាងដូចម្ដេចទៀតខ្ញុំមានពេលខ្ញុំនឹងមកចែករំលែកឲ្យបងប្អូនបានដឹងដែរតាមដានដើម្បីជាប្រយោជន៍ជាការកំសាន្តតែដើម្បីជាការត្រិះរិះពិចារណាកន្លែងណាដែលយកទៅប្រើប្រាស់បានក៏យកទៅបញ្ជាក់ខ្ញុំមិនមែនជានិស្សិតកសិកម្មឬក៏មន្ត្រីកសិកម្មនោះទេតែការចែករំលែកគឺមានថាយកបទពិសោធន៍យកការយល់ដឹងរបស់ខ្ញុំផ្ទាល់គឺចែករំលែកឲ្យបងប្អូនហើយបងប្អូនយកទៅប្រើបាននៅកម្រិតណាក៏តាមយ៉ាងនោះចុះបាទចុះអរគុណច្រើនជួបខ្ញុំនៅវីដេអូបន្តទៀតបាទអរគុណច្រើន